វីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីបិទការផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើ Facebook បាទដូចជា Game Online ដូចជាការលេងល្បែងស៊ីសងឬក៏ល្បែងជាល់មាន់ឬក៏ការផ្សាយពាណិជ្ជកម្មផ្សេងៗទៀតដែលបងប្អូនមិនចង់ឃើញបាទបងប្អូនអាចធ្វើការបិទបានដោយបងប្អូនគ្រាន់តែចូលមកកាន់ account Facebook យើងមកបាទបន្តមកទៀតបងប្អូនចុចនៅចំកន្លែងត្រី3នៅខាងលើខាងស្ដាំនេះមកបាទបន្តមកទៀតចុចនៅកន្លែងរូបកងចក្រនេះមកបាទហើយបងប្អូនចុចនៅត្រង់កន្លែងផ្ទាំងមួយនេះបាទហើយអូសឡើងលើបន្តិចបងប្អូននឹងឃើញមានសញ្ញារូបមីក្រូមួយបាទចុចកន្លែងហ្នឹងបាច់មកបាទអូសឡើងលើបន្តិចទៀតបាទអូសឡើងលើបន្តិចទៀតបងប្អូននឹងឃើញមានពាក្យមួយដែលគេដាក់ថា add topic នៅក្បែរ add topic ហ្នឹងមានពាក្យថា see all ចុចចំកន្លែងហ្នឹងមកបាទបន្តមកអូសឡើងលើបន្តិចបងប្អូននឹងឃើញមានពាក្យមួយដែលគេដាក់ថា special topics បាទអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមកហ្នឹងហើយអញ្ចឹងមកដល់កន្លែងហ្នឹងបងប្អូននឹងឃើញហើយបាទសត្វតែជាប្រភេទពាណិជ្ជកម្មដែលតែងតែធ្វើការផ្សាយមកលើ Facebook របស់យើងបាទជាពិសេសគឺល្បែងអនឡាញបងប្អូនបាទរាល់ថ្ងៃហ្នឹងគឺថាពេញនិយមមែនទែនរឿងល្បែងអនឡាញបាទក៏ដូចជាផលិតផលផ្សេងដែលគេធ្វើការប្រម៉ូទនៅលើ Facebook យើងណាបងប្អូនតែមិនមែនឲ្យតែពាណិជ្ជកម្មសុទ្ធតែអត់ប្រយោជន៍ទេបងប្អូនបាទមានពាណិជ្ជកម្មខ្លះវាមានប្រយោជន៍ហ្នឹងហើយដូចជាពាណិជ្ជកម្មផ្សព្វផ្សាយពីការចិញ្ចឹមសត្វបាទផ្សព្វផ្សាយពីការមើលថែក្មេងមើលថែទារកអីចឹងទៅបាទផ្សព្វផ្សាយពីផលិតផលសុខភាពហ្នឹងហើយអញ្ចឹងពាណិជ្ជកម្មទាំងអស់នេះវាមានប្រយោជន៍បាទតែពាណិជ្ជកម្មខ្លះវាអត់ប្រយោជន៍ហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើការបិទបានបាទសម្រាប់បងប្អូនដែលចង់បិទទាំងអស់ហ្មងកុំឲ្យឃើញបងប្អូនអាចធ្វើការបិទទាំងអស់បានហ្នឹងហើយបើបងប្អូនចង់ទុកពាណិជ្ជកម្មណាឬក៏បើកពាណិជ្ជកម្មណាស្អាតចិត្តបងប្អូនហ្នឹងហើយអញ្ចឹងដូច្នេះក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនដែលពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like ចុច share បាទក៏ដូចជា subscribe ម្នាក់មួយផង